Java គឺជាភាសា programming language មួយដែល developer ខ្លះចិត្តនិយាយលេងគឺដោយសារតែ syntax អ្វីonline របស់វាក៏ប៉ុន្តែក្រុមហ៊ុនធំៗនៅតែពឹងផ្អែកទៅលើវាគ្រប់ពេលគ្រប់វិនាទីសូម្បីតែក្រុមហ៊ុន Netflix និង LinkedIn គឺប្រើប្រាស់ Java រីឯ bank system និងទូ ATM ក៏នៅតែប្រើប្រាស់ Java ផងដែរហើយសូម្បីតែផ្នែកខ្លះនៃបេសកកម្មរបស់ NASA ក៏ប្រើប្រាស់ Java ផងដែរ Java វាមិនមែនជា sexy language បំផុតនោះទេក៏ប៉ុន្តែបើសិនបើ Java down អ៊ីនធឺណិតមួយផ្នែកធំនឹងមានបញ្ហាភ្លាមត្រឡប់ទៅកាន់ឆ្នាំ1991លោក James Gosling ដែលជា engineer ម្នាក់នៅក្នុងក្រុមហ៊ុន Sun Microsystems មានបញ្ហាមួយដែលធ្វើឲ្យគាត់ឈឺក្បាលខ្លាំងមែនទែនដែល software មួយរ៉ាន់បានតែលើ machine មួយតែប៉ុណ្ណោះនៅពេលដែលបដូរ computer ថ្មីគឺទៅសរសេរកូដឡើងវិញទាំងអស់តែទៅចំណាយទាំងពេលវេលានិងថវិកាហើយ developer គឺពិតជាឈឺក្បាលខ្លាំងមែនទែនហើយនេះក៏ជាហេតុដែលជំរុញឲ្យលោក Gosling គិតថាហេតុអ្វីកូដមួយមិនអាចរ៉ាន់បានគ្រប់ device តើ Java មានឈ្មោះមកពីណាทีมរបស់លោក Gosling បានធ្វើការ brainstorm ឈ្មោះជាច្រើនហើយជាចុងក្រោយពួកគេបានយកឈ្មោះ Java ដែលជាកោះមួយក្នុងប្រទេសឥណ្ឌូនេស៊ីដែលល្បីខ្លាំងខាងកាហ្វេហើយនេះគឺជាមូលហេតុមួយដែល Java មានរូប logo ជាប៉ែនកាហ្វេផងដែរហើយ Java ក៏មានពាក្យ slogan ដ៏ legendary មួយផងដែរនោះគឺ write once and run anywhere មានន័យថាគឺទៅសេកូដតែម្ដងហើយ run បានទាំងនៅលើ Windows, Mac, Linux និងទូរស័ព្ទដៃតែមិនចាំបាច់ rewrite កូដពេញនោះទេមុនពេលមាន Java developer ត្រូវ build version ដែលដល់ like សម្រាប់ OS នីមួយៗតែ Java ធ្វើដំណេកទៅបែររ៉ាំបានលើគ្រប់ system ដូច្នេះដែល programming language ភាគច្រើនគឺ compile code ទៅជា machine code ដែលផ្ទាល់ហើយបញ្ហានោះគឺ machine code នោះគឺ run បានតែលើ system មួយតែប៉ុណ្ណោះក៏ប៉ុន្តែ Java គឺខុសគ្នានៅពេលដែល compile Java code វាមិនបំលែងទៅជា machine code ភ្លាមៗនោះទេវាបំបែកទៅជា bytecode សិនបន្ទាប់មក bytecode នេះ computer ធម្មតាមិនយកទៅផ្ទាល់នោះទេតែវាត្រូវការជំនួយពី program មួយឈ្មោះថា JVM ដែលមានឈ្មោះពេញថា Java Virtual Machine ដើម្បី run វាហើយនេះគឺជា flow របស់វានៅពេលដែលយើងសរសេរ Java code compiler បំលែងវាទៅជា bytecode ហើយ JVM បកប្រែ bytecode នោះឲ្យសមទៅនឹង operating system នីមួយៗហើយកម្មវិធីក៏បានចាប់ផ្ដើមដំណើរការហើយនេះគឺជាមូលហេតុមួយដែលធ្វើឲ្យ Java អាច write once and run anywhere នោះមានន័យថាគ្រប់ device ណាដែលមាន JVM device នោះគឺអាច run Java បានហើយមិនថា Windows, Mac និង Linux តាមហេតុផលអ្វីខ្លះដែលធ្វើឲ្យ Java មានជីវិតដល់សប្តាហ៍នេះដែលមាន language មួយគឺមិនគ្រប់គ្រាន់នោះទេវាគឺជា ecosystem Java មាន ecosystem ធំណាស់ដែលមានដូចជា tool, framework, library, testing, cloud និង security ស្ទើរតែគ្រប់យ៉ាងគឺមាន solution គ្រប់តែម្ដងនៅក្នុងវិស័យ enterprise និង backend Java គឺជា king ក្នុង enterprise software ដែលមាន framework ល្បីជាងគេនោះគឺ Spring Boot អនុញ្ញាតឲ្យ developer build backend API authentication database system និង microservices បានយ៉ាងលឿនដោយក្រុមហ៊ុនធំៗដូចជា Netflix, LinkedIn, Amazon និង banking system ភាគច្រើនគឺប្រើប្រាស់ Spring ដោយសារតែវា stable និង scalable បានខ្លាំងដោយ user 100 នាក់ក៏អាច run បាន user 10 លាននាក់ក៏ Java អាច handle បានដែរនេះគឺជាមូលហេតុដែល bank ស្រឡាញ់ Java ខ្លាំងមែនទែនដោយភាព reliability និង security របស់វាចំណែកឯនៅក្នុងវិស័យ Android development នេះវិញមុន Kotlin ល្បី Java គឺជា official language របស់ Android ដែល app Android ភាគច្រើនដែលអ្នកប្រើប្រាស់រាល់ថ្ងៃដូចជា all banking apps, enterprise apps និង legacy system គឺសុទ្ធតែ build ដោយប្រើប្រាស់ Java ទាំងអស់ចំណែកឯ Android Studio ក៏ support Java ដល់សប្តាហ៍នេះផងដែរហើយសូម្បីតែ Kotlin ក៏ត្រូវបានរចនាឡើងឲ្យអាចធ្វើការជាមួយនឹង Java ecosystem បានផងដែររីឯក្នុងវិស័យ Big Data នេះវិញនៅពេលដែល company មាន data រាប់លាន terabyte Java ecosystem គឺជាមកដោះស្រាយបានយ៉ាងងាយស្រួលដោយ Java មាន Apache Kafka ដែលជា system មួយសម្រាប់ handle real-time messages រាប់លានក្នុងពេលមួយវិនាទីហើយ Java ក៏មាន Apache Hadoop និង Spark ផងដែរគឺប្រើប្រាស់សម្រាប់ analyze big data និង machine learning pipelineដូច្នេះនៅពេលដែលអ្នកនរគ្នា scroll social media ដែល recommendation system ខ្លះគឺកំពុងប្រើប្រាស់ Java ecosystem នេះឯងចូលក៏លេខមកមើលវិស័យ cloud និង microservices ឯនេះវិញ Java ពីមុនត្រូវបានគេនិយាយថាវា heavy និង slow នៅពេល startup ក៏ប៉ុន្តែ framework ថ្មីៗដូចជា Quarkus និង Micronaut គឺធ្វើឲ្យ Java optimize សម្រាប់ cloud native apps start លឿន CRM តិចហើយ deploy ងាយស្រួលនៅលើ Docker និង Kubernetes នោះមានន័យថា Java មិនមែនតែជា legacy language ទៀតនោះទេវាគឺជា involved ទៅ modern cloud infrastructure ផងដែររីឯនៅក្នុងវិស័យ DevOps និង build tool នេះវិញ Java ecosystem មាន tooling ខ្លាំងណាស់មានដូចជា Maven និង Gradle គឺប្រើប្រាស់សម្រាប់ manage dependency និង build project automatically ឧទាហរណ៍ដូចជា Jenkins គឺប្រើប្រាស់សម្រាប់ automate testing និង deployment មានន័យថានៅពេលដែល develop push code
Jenkins test បន្ទាប់មកគឺ auto deploy នេះហើយគឺជា reason ដែល company ធំៗអាច update system បានរាល់ថ្ងៃដែលមិនចាំបាច់ shut down server រីឯវិស័យ testing និង reliability នេះវិញ Java culture គឺ focus ខ្លាំងទៅលើការ testing JUnit និង Mockito គឺជាមូលដ្ឋានសម្រាប់ test code មុនពេល deploy ហើយនេះគឺជាហេតុផលសំខាន់ដែល enterprise company ចូលចិត្តប្រើប្រាស់ Java ព្រោះភាព reliability របស់វា code មិនត្រឹមតែ run នោះទេវាត្រូវតែ stable រាប់ឆ្នាំសប្តាហ៍នេះ Java មាន developer ជាង 10 លាននាក់នៅជុំវិញពិភពលោកទូ ATM ភាគច្រើនគឺ run នៅលើ Java enterprise server banking infrastructure ទាំងអស់គឺសុទ្ធសឹងតែប្រើ Java ទាំងអស់ភាសានេះមានអាយុជាង30ឆ្នាំមកហើយក៏ប៉ុន្តែវានៅតែជា top language ជារៀងរាល់ឆ្នាំទាំងអស់នេះគឺជាខ្លីៗអំពី Java សូមអ្នកទាំងអស់គ្នាចុច Subscribe ដើម្បីទទួលបាន notification និង content ថ្មីៗពី BetDev